របៀបក្នុងការបង្កាត់ត្រីក្រំព្រៃជាមួយនឹងត្រីក្រំម៉ឲ្យខ្លាយទៅជាត្រីក្រំកូនកាត់ដែលមានភាគរយតិចបច្ចុប្បន្នបងដែលជាអ្នកខាំត្រីក៏ចូលចិត្តខាំប្រភេទម៉ហើយមួយរយៈនេះក៏គាត់ចូលចិត្តខាំកូនកាត់ដែរប្រភេទត្រីក្រំព្រៃកាត់ណាអញ្ចឹងវីដេអូនេះខ្ញុំនឹងណែនាំពីរបៀបក្នុងការបង្កាត់ត្រីក្រំព្រៃកាត់តើធ្វើបែបណាដើម្បីឲ្យកូនត្រីយើងកាត់មកខាងព្រៃច្រើនជាជាងខាត់ទៅខាងម៉ជាទូទៅខ្ញុំរើសយកមេបាដែលជាបាព្រៃសុទ្ធបំពន់វាឬក៏ខ្ញុំដាក់ចូលក្នុងអាងឲ្យវារៀងសាយខ្ទង់ប្រហែលជាគីឡូ120ទៅ130ឲ្យរៀងធំអញ្ចឹងខ្ញុំលើកវាចេញពីអាងមកខ្ញុំដាក់បំពន់ប្រហែលមួយអាទិត្យទៀតហើយសម្រាប់ទឹកដែលខ្ញុំយកមកបង្កាត់ត្រីហ្នឹងគឺប្រភេទទឹកយើងប្រើទឹកម៉ាស៊ីនដែលយើងបើកចោល2ថ្ងៃចំណែកទឹកដែលខ្ញុំយកមកបង្កាត់ហ្នឹងខ្ញុំដាក់ប្រហែលជា3ថ្នាំងដោយនៅក្នុងធុងខ្ញុំបន្ថែមជាមួយនឹងសារ៉ាយស្លឹកចេកហើយនឹងស្លឹកឆៃភ្ជាប់មកជាមួយអំបិលប្រហែលជាមួយចុកផងដែរខ្ញុំត្រាំទុកចោលរយៈពេលប្រហែលជា2ថ្ងៃខ្ញុំប្រឡែងឲ្យឈ្មោះចូលទៅក្នុងធុងដើម្បីឲ្យវាស្គាល់ធុងមុនមីញីចំណុចនេះគឺជាចំណុចដែលសំខាន់ហើយក្តៅកគុកមែនទែនសម្រាប់ជ្រើសរើសមីញីគឺខ្ញុំជ្រើសរើសប្រភេទពណ៌បៃតងបែបក្រហមបែបនេះនិយាយត្រង់ទៅបើសិនជាពណ៌នេះវាអាចបន្លំជាមួយនឹងត្រីក្រំព្រៃវាស្តៀងទៅនឹងត្រីក្រំបងអាចជ្រើសរើសយកពណ៌នេះគឺល្អជាងគេបំផុតព្រោះពណ៌នេះភាគរយនៃការចេញជាប្រភេទសែនត្រីព្រៃគឺវាច្រើនគឺពណ៌វាស្តៀងទៅនឹងត្រីព្រៃអញ្ចឹងហើយអត្រាដែលសម្រាប់យើងយកទៅបង្កាត់ហ្នឹងគឺវាភាគរយចេញមកស្តៀងទៅនឹងព្រៃ